Điệp xúa nhưng ba xin mình tao nhưng mà sai mà như một khi mình chặt đau không xong là sống tất cả mọi phone chỉ like share và subscribe cho kênh này YouTubeរបស់ខ្ញុំអ្នកមើលផងដើម្បីជាការលើកទឹកចិត្តមកដល់ខ្ញុំបាទឥឡូវចូលទៅមើលប្រធានលំហាត់ទី102នេះជាមួយខ្ញុំចឹងលំហាត់ទី102នេះគេឲ្យយើងសរសេរសមីការប្លង់ពេបើសិនជាវាកាត់តាមចំណុច A ដែលមានករណី1 2 3ហើយកែទៅនឹងបន្ទាត់ D ដែលមានសមីការប៉ារ៉ាម៉ែត្រអញ្ចេះបាទហើយមួយទៀតបើសិនជាវាកាត់តាមចំណុច B ដែលមានករណី1 2 4ហើយកែទៅនឹងបន្ទាត់ D ដែលមានសមីការឆ្លោះអញ្ចេះវិញឥឡូវសមីការប៉ារ៉ាម៉ែត្រហាក្រោមសមីការឆ្លោះបាទអញ្ចឹងខ្ញុំនឹងដោះស្រាយលំហាត់កឲ្យហាត់កសរសេរសមីការឡង់ពេបាទអញ្ចឹងយើងដាក់វាតាមរូបមន្តយើងចុះតាមរូបមន្តសមីការប្លង់ពេរបស់យើងវាមានរូបមន្ត a កតា x ដល់ x0 បូក b កតា y ដល់ y0 បូក c កតា z ដល់ z0 ស្មើនឹង0បាទអញ្ចឹងនេះគឺជារូបមន្តដែលមាននៅក្នុងសៀវភៅយើងហ្នឹងសៀវភៅយើងហ្នឹងបាទហើយវាក៏មានដំណោះស្រាយដែរអញ្ចឹងចាំវីដេអូខ្លះខ្ញុំនឹងបង្ហាញពីដំណោះស្រាយវាចុះបាទហើយគេសួរថា A B C នេះជាអ្វីបាទ A B C ហ្នឹងគឺជាករណីនៃ vector normal អញ្ចឹង vector normal ហ្នឹងមិនទៀត vector normal ហ្នឹងគឺជា vector ដែលកែងទៅនឹងប្លង់របស់យើងហ្នឹងកែងទៅនឹងប្លង់ P ហ្នឹងបាទអញ្ចឹងដោយសារតែយើងមានបន្ទាត់ D យ៉ាងនេះវាកែងទៅនឹងប្លង់P អញ្ចឹងបានន័យថា vector ប្រាប់ទិសនៃបន្ទាត់ D ហ្នឹងក៏កែងទៅនឹងប្លង់ P ហ្នឹងដូចគ្នាបាទហើយដល់ពេល x0 y0 z0 យ៉ាងនេះគឺជាករណីចំណុចកាត់អញ្ចឹងយើងកាត់តាម A អញ្ចឹង x0 y0 z0 របស់យើងមានហើយគឺ A បាទដាក់មកដោយ P កាត់តាម A ដែលមានករណី1 2ហើយនឹង3បាទមួយទៀតយើងអាចសរសេរមកដាក់គេមាន D មានសមីការ1បូកឲ្យ 2t y ស្មើ2បូកឲ្យ 3t ហើយ z ស្មើនឹង3ដល់ឲ្យ 4t ដែល t របស់យើងនេះជារបស់ A អញ្ចឹងតាមសមីការប៉ារ៉ាម៉ែត្រហ្នឹងយើងអាចទាញបានអញ្ចឹងនាំឲ្យ vector ប្រាប់ទិសនៃ D គឺឥឡូវដោយសារតែមិញហ្នឹងខ្ញុំបានសរសេរតាំងនេះខ្ញុំសូមដាក់វាយកតែម្ដងគឺអ៊ុយមានករណីធម្មតាសមីការទូទៅសំទោសសមីការប៉ារ៉ាម៉ែត្រវារៀងដំបូងរបស់វាគឺ x កតា x0 បូកឲ្យ at បាទហើយ y ក៏ដូចគ្នា z ក៏ដូចគ្នាអញ្ចឹងណាអញ្ចឹងករណីនៃ vector ប្រាប់ទិសរបស់វាហ្នឹងគឺ a b c យើងនឹងឯងអញ្ចឹងយើងមើលតែមេគុណរបស់ t មកយើងអាចដឹងហើយថាសំទោសករណី vector ប្រាប់ទិសរបស់យើងហ្នឹងអីគេបាទអញ្ចឹងមុខ t របស់យើងគឺលេខ2ករណី vector ប្រាប់ទិសយើងគឺ2 3ហើយនេះដក4យើងយកទាំងសញ្ញាដក4អញ្ចឹងយើងដាក់ទៀតមកដោយប្លង់ P របស់យើងនេះវាកែងទៅនឹងបន្ទាត់ D បាទអញ្ចឹងនាំឲ្យ vector normal នៃ P របស់យើងនេះស្មើនឹង vector ប្រាប់ទិសនៃបន្ទាត់ D ស្មើ2 3ដក4ហើយកន្លែងនេះអធិស្ឋានផងដោយសារតែពីលើមកខ្ញុំអត់បានសរសេរតាំងវាត្រឹមត្រូវខ្ញុំយកវាមកប្រើតែម្ដងបើចង់ឲ្យវាត្រូវ 100% គឺយើងត្រូវតាំងវាពីលើមកសិនយើងតាំងហើយសិមយើងដាក់រូបមន្តហើយសិមយើងសរសេរទាំងអស់ហ្នឹងមកបាទមកដល់កន្លែងនេះយើងមានអ្វីដែលយើងចង់បានអស់នៅមិញអីដែលយើងចង់បានករណី vector normal ឥឡូវយើងបានហើយនេះករណី vector normal របស់យើងហើយមួយទៀតគឺករណីចំណុចកាត់ចំណុចកាត់របស់យើងក៏មានដូចគ្នាគឺ a អញ្ចឹងបាទ
chẳng như khi thay dương miên nó hay nó phải để miên nó hay dương nó chuyển núa với cho nó rốt của một chẳng như khả năng nó nhớ cái bản lòng bè bây giờ ní tới gì về con một bé ở sông tốt x một bé cứ smart tùy phí x độ x rồi bao nhiêu cứ smart mùi bộ ở bấy người ta cái độ phí độ 4 người ta rất độ 7 mà nó sồn bà chẳng là ní cứ chia sẻ mấy ca standard đây ta thầm mà đá plong từ kia ta xây với ta chia sẻ mấy cá tu từ bà chẳng trong con vật liệt viết nó mời về ta chia sẻ mấy cá tu từ mình về px bộ 7 y đó ở 4 giật và đó lại này nhưng mà pi con này độ muối má độ pi bảy con này độ pi má độ là mùi dùm này độ 4 con độ bảy má 4 độ pi và cho những kẻ này lấy tầng bay nhân châu này tới độ pi độ vào muối nhưng bán độ vùng vậy bồi đập pi nhưng bán bột bột buồn chẳng mày gặp lòng pi bố 4 má nó sầu thế anh đừng đi bà đừng ní mày ca plong p cứ px bộ ở 3 y đổi 4 z bộ ở 4 mà nâng sồn bàនេះគឺជាសម័យកាលប្លង់ពេហើយចំពោះលំហាត់ខនេះវិញគឺយើងធ្វើតាមរបៀបនឹងដូចគ្នាយើងគ្រាន់តែផ្លាស់ប្ដូរសម័យកាលបន្តដេនេះពីសម័យកាលប៉ារ៉ាម៉ែត្រទៅជាសម័យកាលឆ្លោះហើយអញ្ចឹងយើងអាចទាញរក vector ប្រាប់ទិសនៃបន្តដេហើយយើងធ្វើតាមនឹងបានដូចគ្នាបាទហើយការរកសាយរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងសូមអរគុណ